តើអ្នកណាជាមួយខ្លោងដែលនៅពីក្រោយគ្រាប់បាល់ដ៏អស្ចារ្យក្នុងរដូវកាល 2025-2026 នេះខណៈដែល Premier League ឈានចូលដល់សប្តាហ៍ចុងក្រោយការប្រជែងដណ្ដើមពាន Playmaker of the Season កំពូលអ្នកបញ្ជូនបាល់ The Best Assist កាន់តែក្តៅគគុកថ្ងៃនេះ Goal ខ្មែរ Series Top 5 នឹងនាំអ្នកទៅជួបជាមួយកំពូលជើងខ្លាំង 5 នាក់ដែលមាន assist ច្រើនជាងគេបំផុតតើ Bruno ឬ Cherky តោះទៅមើលទាំងអស់គ្នាចាប់ផ្ដើមលេខ 5 របស់យើងគឺជាឈ្មោះដែលអ្នកប្រហែលជាមិននឹកស្មានដល់គឺ James Garner របស់ក្រុមស្ករគ្រាប់ Everton រដូវកាលនេះ Garner បង្ហាញទម្រង់លេងយ៉ាងលេចធ្លោនៅតំបន់បម្រើដោយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានរហូតដល់ 7 ដងគាត់គឺជាបេះដូងនៃតំបន់កណ្ដាលរបស់លោក David Moyes ដែលតែងតែមានបាល់បញ្ជូនកាត់ខ្សែការពារដ៏គ្រោះថ្នាក់បំផុត Garner បានក្លាយជាអ្នកសង្គ្រោះជីវិតរបស់ក្រុម Everton ក្នុងការបង្កើតឱកាសពីបាល់ស្លាប់បញ្ជូនមិនចេញនិងការលើកបាល់ពីចំហៀង Erling Haaland មិនមែនដឹងតែពីសុទ្ធយកស្បែកជើងមាសទេនៅលេខ 4 នេះ Haaland បានបង្ហាញថាគេគឺជាកីឡាករពេញលក្ខណៈក្រៅពីនាំមុខគេក្នុងបញ្ជីស្បែកជើងមាស Haaland ក៏បានធ្វើការ assist ចំនួន 8 ដងផងដែរការយល់ចិត្តគ្នាជាមួយ Phil Foden និង Ryan Cherky បានធ្វើឲ្យ Haaland ក្លាយជាអ្នកបញ្ជូនបាល់ដ៏សាហាវម្នាក់នៅពេលដែលខ្សែការពារគិតតែពីតាមបិទរូបគេខ្លាំងពេកលេខ 3 ធ្លាក់ទៅលើអធិរាជញញួរដៃចរត់ Bowen សម្រាប់ West Ham រដូវកាលនេះ Bowen គឺជាម៉ាស៊ីនផលិតគ្រាប់បាល់ដែលមិនចេះហត់ជាមួយនឹង assist ចំនួន 10 ដងនៅក្នុងដៃ Bowen បានប្រើប្រាស់ល្បឿននិងបច្ចេកទេសផ្ដាច់តាមស្លាបដាំរួចបញ្ជូនបាល់ដ៏ឆ្ងាញ់ទៅឲ្យមិត្តរួមក្រុមស្ថិតិរបស់គាត់បង្ហាញថាគ្រាប់បាល់ភាគច្រើនរបស់ West Ham គឺសុទ្ធតែឆ្លងកាត់ជើងរបស់ Bowen ទាំងអស់នេះគឺជាទម្រង់លេងកម្រិតពិភពលោកពិតៗចូលមកដល់លេខ 2 គឺជាសមាជិកថ្មីដ៏ឆ្នើមរបស់ Manchester City គឺ Ryan Cherky ផ្ទេរមកពី Lyon មិនទាន់បានប្រមាណផង Cherky បានក្លាយជាអ្នកបញ្ជូនបាល់ដ៏អស្ចារ្យថ្មីនៅ Etihad ជំនួសតំណែង Kevin De Bruyne បានយ៉ាងល្អឥតខ្ចោះយុវជនសញ្ជាតិបារាំងរូបនេះបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានសម្រេចរហូតដល់ 12 ដងភាពវៃឆ្លាតនិងការមើលឃើញចន្លោះប្រហោងខ្សែការពាររបស់គេគឺពិតជាអស្ចារ្យដែលធ្វើឲ្យតំបន់ប្រយុទ្ធរបស់ Man City កាន់តែពិបាកទប់ទល់ហើយអ្នកដែលឈរនៅលំដាប់កំពូលគេជាម្ចាស់ឃ្លាំងផ្ទុកអាស៊ីសប្រចាំរដូវកាល 2025-2026 គឺគ្មានអ្នកណាក្រៅពីប្រធានក្រុមបិសាចក្រហម Bruno Fernandes នោះទេ Bruno កំពុងធ្វើឲ្យពិភពលោកស្រឡាំងកាំងជាមួយអាស៊ីសរហូតដល់ 19 ដងគាត់នៅសល់តែមួយគ្រាប់ទៀតប៉ុណ្ណោះដើម្បីស្មើកំណត់ត្រាប្រវត្តិសាស្ត្រ 20 ដងរបស់ Thierry Henry និង De Bruyne Bruno គឺជាអ្នកបញ្ជាការសិទ្ធិដ៏ពិតប្រាកដដែលតែងតែបង្កើតឱកាសមាសឲ្យ Benjamin Sesko និង Matheus Cunha សុទ្ធបញ្ចូលទីមិនចេះឈប់តើប្រិមិត្តយល់យ៉ាងណាដែរចំពោះកំពូល Playmaker ទាំង 5 រូបនេះតើ Bruno Fernandes អាចបំបែកកំណត់ត្រា 20 assist ក្នុងមួយរដូវកាលបានដែរឬទេកុំភ្លេចបញ្ចេញមតិយោបល់នៅខាងក្រោមហើយបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like share និង follow Goal ខ្មែរដើម្បីទទួលបានព័ត៌មានបាល់ទាត់ថ្មីៗបំផុតជួបគ្នាជាមួយ Goal ខ្មែរ Series Top 5 នៅវីដេអូក្រោយ